សូមគោរពនឹងជំរាបសួរក៏ដូចជាសួស្តីដល់ប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមអាប់ដេតនៅព័ត៌មានថ្មីដែលកើតចេញពីប្រទេសថៃបាទថ្ងៃនេះគឺមានព័ត៌មានគ្រោះអគ្គិភ័យមួយករណីទៀតហើយដែលឆាបឆេះនៅផ្សារភូកេតបាទហើយម្សិលមិញខ្ញុំបានអាប់ដេតតាក់ទងទៅនឹងករណីគ្រោះអគ្គិភ័យមួយដែរដែលឆេះវត្តហើយវត្តហ្នឹងគឺល្បីល្បាញនៅទីក្រុងបាងកកផងដែរហើយហេតុការណ៍គ្រោះអគ្គិភ័យនៅប្រទេសថៃបានក្លាយជាប្រធានបទដ៏ក្តៅគគុករួមទាំងករណីឆេះសាលាការពារម្សិលមិញដែលមានការភ្ញាក់ផ្អើលហើយនឹងមានការសោកស្ដាយមែនទែនដែលឆេះសាលាដែលល្បីល្បាញហើយវិញវ័យចំណាស់ជាងគេផងដែរយ៉ាងណាមិញគ្រោះមហន្តរាយអគ្គិភ័យនឹងហាក់ដូចជាបន្តជាហូរហែនៅឯខាងប្រទេសថៃមិនមែនជាគ្រោះអគ្គិភ័យទេរួមទាំងគ្រោះមហន្តរាយទឹកជំនន់ផងដែរហើយខ្ញុំនឹងអាប់ដេតនៅវីដេអូបន្ទាប់ទៀតបាទជាក់ស្ដែងគិតត្រឹមថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025នេះគឺមានករណីកើតឡើងនៅឯប្រទេសថៃត្រង់ផ្សារណាត់ថ្នល់ខ្វាងខេត្តភូកេតដែលជាទីប្រជុំជនដ៏មមាញឹកផងដែរតែសំណាងល្អករណីនេះត្រូវបានគ្រប់គ្រងយ៉ាងឆាប់រហ័សដោយមន្ត្រីពលរដ្ឋអគ្គិភ័យផងដែរឥឡូវយើងសូមទៅតាមដានជាមួយនឹងយើងខ្ញុំនៅរបាយការណ៍លម្អិតពីប្រតិបត្តិការនៃការជួយសង្គ្រោះនិងមូលហេតុចម្បងដែលធ្វើឲ្យមានគ្រោះអគ្គិភ័យនៅឯផ្សារមួយកន្លែងដែលនៅខេត្តភូកេតនឹងឯងដែលករណីនេះខ្ញុំសូមអាប់ដេតព័ត៌មានពេញតែម្ដងហើយករណីអគ្គិភ័យឆេះផ្សារថ្នល់ខ្វាងខេត្តភូកេតហើយហេតុការណ៍នេះផងដែរកើតឡើងនៅថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញនេះឯងដែលហេតុការណ៍នេះបានកើតឡើងនៅផ្សារមួយកន្លែងដែលឈ្មោះថាថាណនខ្វាង Market ហើយបើសិនជាភាសាខ្មែរគេហៅថាពាក្យផ្សារណាត់ថ្នល់ខ្វាងអញ្ចឹងណាហើយហេតុការណ៍នេះគឺកើតឡើងនៅភូមិទី3ឃុំវិឆិតស្រុកមឿងខេត្តភូកេតនៅវេលាម៉ោង13:01នាទីអញ្ចឹងវាស្មើនឹងម៉ោង1ក្រោយហេតុការណ៍ឆេះសាលាវត្តកាលពីម្សិលមិញនឹងឯងឥឡូវខ្ញុំសូមទៅសង្ខេបអត្ថបទខ្លីជូនអ្នកទាំងអស់គ្នាតែម្ដងដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង1រសៀលហើយនៅពេលដែលហេតុការណ៍នោះកើតឡើងផ្នែកការពារនិងកាត់បន្ថយគ្រោះមហន្តរាយនៅចិត្តនោះបានទទួលដំណឹងហេតុការណ៍គ្រោះអគ្គិភ័យបានឆាបឆេះនៅផ្សារថាណនខ្វាង Market នឹងដែលនៅក្នុងភូមិទី3នឹងផងដែរហើយភ្លាមនោះផ្នែកការពារនិងកាត់បន្ថយគ្រោះមហន្តរាយរួមជាមួយនឹងអ្នកថែរក្សាសន្តិសុខនៅជិតនោះរួមទាំងក្រុមប៉ូលីសនៃអធិការដ្ឋាននិងមន្ត្រីពាក់ព័ន្ធបានចូលទៅដល់ហើយត្រួតពិនិត្យនិងចូលរួមបាញ់ពលរដ្ឋអគ្គិភ័យផងដែរហើយចំពោះអគ្គិភ័យនោះបានកើតឡើងបន្ទាប់ពី5-10នាទីពួកគេបានគ្រប់គ្រងស្ថានភាពនិងពន្លត់ភ្លើងបានទាំងស្រុងចំពោះហេតុការណ៍ដែលឆេះផ្សារនេះគឺមន្ត្រីពលរដ្ឋអគ្គិភ័យប្រើពេល15នាទីដើម្បីគ្រប់គ្រងស្ថានភាពនិងពន្លត់បានទាំងស្រុងអញ្ចឹងករណីនេះមិនបណ្ដាលឲ្យរីករាលដាលធំដុំអីទេហើយបើតាមព័ត៌មានបឋមដែលគេអាប់ដេតមកគឺមិនមានអ្នករងរបួសនិងស្លាប់នៅឡើយទេហើយមូលហេតុចម្បងដែលគេប៉ាន់ស្មានហ្នឹងគឺបណ្ដាលមកពីការលេចធ្លាយឧស្ម័នចេញពីធុងហ្គាសដែលបង្កឲ្យមានអគ្គិភ័យតែម្ដងអញ្ចឹងនៅពេលដែលអ្នកនៅផ្សារហ្នឹងក៏ចាប់ផ្ដើមកាច់ហ្គាសដើម្បីចម្អិនអាហារឬក៏លក់អញ្ចឹងវាចាប់ផ្ដើមមានការឆាបឆេះបណ្ដាលឲ្យធ្វើការឆេះផ្សារហ្នឹងតែម្ដងអញ្ចឹងណាអានេះបើតាមការប៉ាត់ស្មានរបស់មន្ត្រីអគ្គិភ័យហើយបន្ទាប់ពីហេតុការណ៍នេះត្រូវបានបញ្ចប់មន្ត្រីផ្នែកការពារនិងកាត់បន្ថយគ្រោះមហន្តរាយបានណែនាំនិងផ្ដល់ចំណេះដឹងនិងមូលដ្ឋានដល់អាជីវករក្នុងផ្សារហ្នឹងដើម្បីកាត់បន្ថយការគ្រោះមហន្តរាយនិងការការពារខ្លួនពីគ្រោះនៃអគ្គិភ័យនឹងផងដែរហើយរួមទាំងការណែនាំនិងវិធីប្រើប្រាស់ធុងហ្គាសឲ្យបានត្រឹមត្រូវនិងមានសុវត្ថិភាពព្រមទាំងវិធីសាស្ត្រពន្លត់អគ្គិភ័យបែបបឋមដែលនៅពេលដែលមានករណីឆេះធុងហ្គាសនឹងផងដែរអញ្ចឹងធុងហ្គាសគឺជាការបង្កនៅគ្រោះមហន្តរាយច្រើនផងដែររួមទាំងនៅប្រទេសខ្មែរមិនថានៅទីណាទេគឺបង្កហេតុដោយសារធុងហ្គាសនៅពេលដែលចម្អិននិងការប្រើប្រាស់បានត្រឹមត្រូវអញ្ចឹងនេះគឺជាករណីដែលខ្ញុំអាប់ដេតចេញពីប្រទេសថៃដែលតាក់ទងទៅនឹងគ្រោះមហន្តរាយឆេះផ្សារថាណនខ្វាង Market ដែលភាសាខ្មែរគេថាផ្សារណាត់ថ្នល់ខ្វាងដែលនៅខេត្តភូកេតអញ្ចឹងណាហ
ហើយផ្សារហ្នឹងតាមខ្ញុំស្រាវជ្រាវគឺទីប្រជុំជនដែលនៅក្បែររោងចក្រក៏ដូចជាមានមនុស្សអ៊ូអរចូលទៅញ៉ាំអីនៅទីហ្នឹងផងដែរហើយចូលរួមសោកស្ដាយផងដែលហេតុការណ៍នេះបានកើតឡើងហើយមិនតែប៉ុណ្ណោះនេះគឺឆេះបន្តខ្ញុំនឹងអាប់ដេតព័ត៌មានបន្តអញ្ចឹងណាហើយរួមទាំងគ្រោះមហន្តរាយគ្រោះអគ្គិភ័យផងដែរអញ្ចឹងពីខ្ញុំបាទFirst New Channel និង First New Official បើសិនជាមានកន្លែងណាដែលខ្ញុំនិយាយទៅវាឆ្កងឬក៏ខុសអីសូមមេត្តាខន្តីអភ័យទោសផងហើយក៏មិននឹងក្រុមវីដេអូអញ្ចឹងនេះគឺជាព័ត៌មានដែលខ្ញុំចែករំលែកនឹងគ្រោះអគ្គិភ័យដែលកើតឡើងនៅប្រទេសថៃបាទពីខ្ញុំបាទវិសាលសូមគោរពលាតែត្រឹមនេះ